สุดท้ายบางคนต่อគ្នាមកយ៉ាងហ្នឹងបងប្អូនต่อគ្នាឃើញខ្ញុំមកសារដល់ជាប់ពងសោមកហើយខ្ញុំតែគិតថាអូបាក់ហួយញ៉ាំនៅកំពង់សោមហើយក៏មានសំណួរជាច្រើនដែរដែលខ្ញុំថាហ្វាដែរញ៉ាំអីតែដឹងមកមានបបៀមានបតាំងក្នុងពោះចឹងរៀងនៅតែស្អាតចឹងបងប្អូនគ្រប់ឆ្ងល់នេះនៅកំពង់សោមក៏មានហាងប៊ូហ្វេដែរហាងប៊ូហ្វេនេះឈ្មោះថារំដួលនិយាយទៅគឺខ្ញុំមកចឹងហ្នឹងដើម្បីអីដឹងអត់ដោយសារតែខ្ញុំអត់ចិត្តមានជំរឿតែមួយខ្ញុំចង់បានជំរឿច្រើនគឺមានដូចជាសាច់គោចុកខ្លាញ់អូស្ត្រាលីហើយមានជាមួយនឹងសាច់គោចុកខ្លាញ់អាមេរិកដែរទៅមានច្រើនមែនតើមានជំរឿហើយបងប្អូនហើយមិនថាហាងប៊ូហ្វេនៅពេញអត់មានទេគ្រាន់ថាឥឡូវហ្នឹងគឺមកធ្វើការនៅកំពង់សោមចឹងទៅក៏ឈៀងចូលញ៉ាំហ្មងទៅបងប្អូនដឹងហើយថានៅកំពង់សោមគឺយើងអាចរកបានទិញគ្រឿងសមុទ្រនិយាយទៅស្រស់ៗដែលអ្នកនេសាទគេផ្ទាល់ហ្មងទិញផ្ទាល់ពីអ្នកនេសាទហ្មងហើយមិនមានតែគ្រឿងសមុទ្រមានអុយសមានបកកមានបកាស្រស់ៗដែលយកចេញនិយាយទៅទិញពីអ្នកនេសាទផ្ទាល់ហ្មងបងប្អូនដឹងហើយបញ្ជាក់គ្រឿងសមុទ្រនោះផ្អែមហើយសាច់ណែនៗនោះបងប្អូនជាតិជាស្លណាំយ៉ាទៀតណាហើយតែអស់នេះអាចមើលបាននៅក្នុងវីដេអូហ្នឹងគឺមានច្រើនមែនតើតែរបស់ស្រស់ៗមានគឺគ្រប់មុខគ្រប់ម៉ាកទាំងអស់ហ្មងមានចំនួនច្រើនមែនតើបងប្អូននេះអីដែលកាន់តែពិសេសនោះគឺមានបន្ទប់ខារ៉ាអូខេអូយខ្ញុំហៅតាអាហ្នឹងឯងបងប្អូនយកគ្នាទៅ4 5នាក់4 10នាក់ចូលបន្ទប់ខារ៉ាអូខេបែប private នៅក្នុងនោះមានសាច់អាំងមានរបៀបថាឲ្យយើងចង់រួមក៏បានអាំងសាច់បដាជ្រៀងក៏បានញ៉ាំក៏បាននិយាយទៅគឺក្តៅស្រួលសប្បាយហ្មងឈៀលហ្មងអូនណាជិះញ៉ាមើលរូបភាពបើបន្ទប់ក្រៅអូខេហ្នឹងមិនមែនមកតែម្នាក់ឯងក៏បានណាមកជាមួយនឹងមិត្តភ័ក្តិមួយគ្រួសារណាគេមានកម្មវិធី birthday អីខ្ញុំ recommend ឲ្យបងប្អូនទាំងគ្នាមកទីនេះកម្មវិធីជួបជុំមិត្តភ័ក្តិកម្មវិធីជួបជុំគ្រួសារកម្មវិធីជប់លៀងបុគ្គលិកឬក៏មានកម្មវិធី birthday បើអីហ្នឹងបងប្អូន recommend ឲ្យបើកបន្ទប់ហ្នឹងហ្មងពីព្រោះថាយើងបែបជាបែប private យើងអាចរំបានជ្រៀងបានអាំងសាច់បានញ៉ាំជាមួយនឹងស៊ុបក៏បាននិយាយទៅគឺមានច្រើនចម្រុះមានកសិកម្មភាពសប្បាយមកចៃកូនជុំអើយហើយនេះគឺជាស៊ុបស៊ូគីនិងស៊ុបស៊ីឈាន់មានពីររសជាតិបងប្អូនទាំងគ្នាញ៉ាំបានចឹងណាហើយឥឡូវហ្នឹងគឺដល់ម៉ោងមាន band ឯងបងប្អូនចេញពីបន្ទប់ក្រៅអូខេវិញចង់មក enjoy ជាមួយនឹង band គេបញ្ជាក់ឲ្យបងប្អូន band របស់គេគឺចាប់ផ្ដើមពីម៉ោង 7 ប៉ុន្តែហាងហ្នឹងគឺគេបើកតាំងពីម៉ោង 11 ពេលថ្ងៃត្រង់រហូតដល់ម៉ោង 4 ទៀបភ្លឺបងប្អូនអើយចឹងញ៉ាំមកឆ្អែតមកឆ្អល់ណាហើយក៏មកសប្បាយដែរសប្បាយមកទៅហឹងហ្មងនិយាយទៅហើយឥឡូវនេះបងប្អូនមកទស្សនាការញ៉ាំរបស់ខ្ញុំម្ដងណាគឺយើងញ៉ាំបដាយើងស្ដាប់ភ្លេងយើង enjoy ជាមួយនឹងភ្លេងយើងវាមានអារម្មណ៍ថាមាត់របស់យើងក៏មានក្តីសុខជីវិតរបស់យើងក៏មានក្តីសុខចង់ជំរាបបងប្អូនខ្មែរអ៊ីស្លាមទាំងអស់គ្នាអញចេញមកហាងនេះបានដោយសារតែហាងរំដួល buffet នេះគឺទទួលស្គាល់ពីស្ថាប័នហាឡាដែលអាចធានាថាបងប្អូនអាចញ៉ាំបានដោយអត់មានបញ្ហាអីទេហើយកុំឲ្យខ្ញុំថាបង្ហាញតែខ្ញុំអញ្ចឹងនេះគឺជាបងអ្នកចម្រៀងហើយនិងអ្នកភ្លេងដែលគាត់បានប្រគំតន្ត្រីកំដរនៅទស្សនិកជនកំពុងញ៉ាំអញ្ចឹងណាហើយ location គឺអត់ប្រមាថហោណាបងប្អូននេះម្ដងវងមូខ្លា2តោ2ជាម្ដងវងមូតោ2នោះបងប្អូនឃើញធនាគារ ABA ហើយ buffet រំដួលហ្នឹងគឺអត់ប្រមាថហោគឺទល់មុខធនាគារ ABA ហ្នឹងហ្មងគឺឡើងប៉ុណ្ណាមួយហ្មងមាន2ជាន់ណាបងប្អូនមិនមានតែមួយជាន់ទេណានេះខ្ញុំបង្ហាញ detail បន្តិចដើម្បីបងប្អូនទាំងគ្នាកុំឲ្យប្រមាថហោនេះគឺទស្សនវិជ្ជានៅក្នុងហាងនេះមិនមែនគេជួលយើងមកប្រមូលទេណាគឺខ្ញុំគ្រាន់ចែកម្លែកទេគេគ្រាន់តែបើចង់ដឹងពី location ឬក៏មានអីព័ត៌មានបន្ថែមអីអាចឆានខ្ញុំបានមានច្រើនមុខណាបងប្អូនមានអាហារសម្រន់ដែរមានប្រភេទ sushi មានទឹកជ្រលក់ច្រើនមុខមែនតើរហូតដល់40មុខជាងបងប្អូនឲ្យបងប្អូនទាំងគ្នាមានជំរឿនក្នុងការញ៉ាំអញ្ចឹងចេះញ៉ាំអីញ៉ាំមួយនឹងទៅជ្រលក់អីបានជ្រលក់នឹងទៅបងប្អូនទាំងអស់គ្នាហើយប្រភេទគ្រឿងស៊ុបគ្រឿងសាច់អាំងនោះគឺមានប្រហិតមានសាច់គោអូស្ត្រាលីហើយភាគដែលគាត់អញ្ជើញមកញ៉ាំនៅនេះមានក្មេងៗទូចៗមានកូនអីកុំបារម្ភណាមាន playground ធំទូលាយហើយនិយាយទៅគឺអញមិនថាសុខភាពដោយសារតែមានបងមកគាត់ជួយមើលពួកគាត់ល្អខ្លាំងមែនទែនរូបរាងអតិហើយមើលការខុសត្រូវហើយបំរើសេវាកម្មបានល្អសេវាកម្មនឹងអីគេគឺជួយរបៀបថាយើងត្រូវការអីយើងគាត់យកនឹងឲ្យយើងអញ្ចឹងណាអញ្ចឹងគឺសុបាយចិត្តនៅក្នុងការញ៉ាំមែនទែនបងប្អូនអង្គុយញ៉ាំសុកគ្រាន់នឹកឆ្ងល់ដល់ឈ្មោះហាងគេដាក់រំដួល restaurant ណោះខ្ញុំថារំដួលហេតុអីក៏គេដាក់ឈ្មោះហ្នឹងខ្ញុំក៏សួរបុគ្គលិកនឹងថាហេតុអីបានដាក់ឈ្មោះហ្នឹងគាត់ថាការរំដួលតំណាងឲ្យប្រទេសកម្ពុជាអញ្ចឹងទៅគាត់ចង់ដាក់ឈ្មោះនឹងដើម្បីភោជនីយដ្ឋានរបស់គាត់គឺតំណាងវាថានៅក្នុងប្រទេសកម្ពុជាអញ្ចឹងណាវា special ទៅវាស្ដាប់ទៅវាតាក់ទាញបងប្អូនស្រវិញចុងក្រោយអ្នកទៅពីម្ពិញក៏ដូចជាអ្នកនៅកំពង់សោមអញ្ជើញមកញ៉ាំនៅរំដួល buffet នេះបានគឺដោយសារតែហាងគឺពោពេញទៅដោយអនាម័យហើយជាពិសេសបងហូតតុកហ្នឹងគឺគាត់រាក់តាក់មែនទែនគឺញ៉ាំដោយមានអារម្មណ៍ថាកក់ក្ដៅដោយសារតែគាត់ទទួលភ្ញៀវក៏ដូចជាយកចិត្តទុកដាក់មួយយើងដោយភាពកក់ក្ដៅនិងស្នាមញញឹមអរគុណ